តោះថ្ងៃនេះគឺយើងមកយល់ដឹងអំពីភាពខុសគ្នារវាងសាំងធម្មតាហើយនិងសាំងស៊ូពែចំពោះភាពខុសគ្នាធំបំផុតនោះគឺមិនមែននៅលើភាពស្អាតនៃសាំងនោះទេប៉ុន្តែគឺវាស្ថិតនៅលើកម្រិតនៃអុកតានសាំងធម្មតាលេខអុកតានទាបប្រហែលពី90ទៅ92ចំពោះលក្ខណៈវាវិញគឺងាយឆេះនៅពេលរងសម្ពាធសង្កត់ហើយគឺយើងប្រើប្រាស់សម្រាប់ម៉ូតូរថយន្តទូទៅដែលមានម៉ាស៊ីនកម្លាំងមធ្យមបើប្រើជាមួយម៉ាស៊ីនកម្លាំងខ្លាំងវាអាចបង្កឲ្យមានសម្លេងទៅដល់ម៉ាស៊ីនពីព្រោះសាំងឆេះនៅពេលដែលប៊ូស៊ីបញ្ឆេះចំពោះសាំងស៊ូពែវិញលេខអុកតានខ្ពស់95ឡើងទៅចំពោះលក្ខណៈរបស់វាវិញធន់នឹងសម្ពាធសង្កត់ខ្លាំងមិនងាយឆេះដោយឯងហើយវាឆេះលុះត្រាតែប៊ូស៊ីបញ្ឆេះភ្លើងមកដល់សាំងស៊ូពែប្រើសម្រាប់រថយន្តទំនើបឬម៉ូតូធំតែមានកម្លាំងសង្កត់ខ្លាំងវាជួយឲ្យម៉ាស៊ីនដើរស្ងាត់រលូននិងបញ្ចេញកម្លាំងពេញលេញការយកច្រឡំមនុស្សភាគច្រើនគិតថាចាក់សាំងស៊ូពែធ្វើឲ្យឡានធម្មតាស្ទុះជាងមុនខ្លាំងការពិតបើអ្នករចនាមកឲ្យប្រើសាំងធម្មតាការចាក់សាំងស៊ូពែមិនសូវផ្ដល់ផលប្លែកប៉ុន្មានទេប៉ុន្តែបើឡានតម្រូវឲ្យប្រើសាំងស៊ូពែហើយអ្នកទៅចាក់សាំងធម្មតានោះវានឹងធ្វើឲ្យម៉ាស៊ីនចាប់ខូចនិងខ្សោយកម្លាំងចុះអ្នកវិញតើចូលចិត្តចាក់សាំងធម្មតាឬស៊ូពែខមមិនប្រាប់ម្នាក់មួយមក